ព័ត៌មានឥឡូវអត់ដឹងថាមួយណាពិតមួយណាអត់ពិតទេបើគេប្រកាសកាត់តសឹងអីហ្នឹងហើយមានរូបភាពនិងវីដេអូខ្លះទៀតណាធ្វើដូចមែនតើអញ្ចឹងហើយយកមកចែកចាយក្នុងពេញបណ្ដាញសង្គមអូហើយមួយទៀតឆ្ងល់ដល់អ្នកខ្លះទៀតណាមិនដែលស្គាល់គ្នាផងមកខមមិនជេគេជេអាយក្នុងពេញហ្នឹងហើយមានទាំងអ្នកថោកបោកមានទាំងអ្នកបន្លំធ្វើជាមិត្តភក្តិឲ្យសាររូបភាពអាភាឲ្យទៀតអូយអញ្ញាញ៉ៃដល់ហើយមើលយូរទៅ stress ដល់ហើយនេះកុំ stress អីឥឡូវមាន swipe safe app swipe safe ហ្នឹងគេ Swipe Safe ជាគម្រោងសុវត្ថិភាពប្រព័ន្ធអនឡាញប្រកបដោយភាពច្នៃប្រឌិតដែលមានគោលបំណងពង្រឹងបរិយាកាសការពារនិងសុវត្ថិភាពសម្រាប់កុមារនិងកុមារវ័យជំទង់ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធអនឡាញ Swipe Safe លើកកម្ពស់ការយល់ដឹងពីហានិភ័យតាមប្រព័ន្ធអនឡាញរបៀបគ្រប់គ្រងហានិភ័យនៅក្នុងសហគមន៍រួមទាំងការបង្កើតយន្តការដើម្បីការពារកុមារនិងកុមារវ័យជំទង់ដើម្បីប្រើប្រាស់ Swipe Safe App ជាដំបូងអ្នកទាំងអស់គ្នាត្រូវ scan QR ឬវាឈ្មោះ app swipesafe.org នៅពេលដែលអ្នក scan ដើម្បីចូលលេងអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងមួយនេះសូមជ្រើសរើសភាសាដែលអ្នកចេះអ្នកទាំងអស់គ្នាអាចចូលប្រើប្រាស់ Swipe Safe App បានពីរបៀបគឺការចូលប្រើប្រាស់ដែលបង្កើតកណនីនិងការចូលប្រើប្រាស់ជាភ្ញៀវប្រសិនបើអ្នកទាំងអស់គ្នាលេងជាភ្ញៀវអ្នកគ្រាន់តែត្រូវការចុចពាក្យលេងជាភ្ញៀវជាការស្រេចប្រសិនបើអ្នកចូលលេងជាភ្ញៀវមានន័យថាអ្នកអាចចូលប្រើប្រាស់ដោយមិនចាំបាច់ចុចឈ្មោះឡើយប៉ុន្តែនៅពេលដែលចុចឈ្មោះលេងជាភ្ញៀវរាល់ទិន្នន័យដែលអ្នកបានប្រើប្រាស់គឺមិនរក្សាទុកឡើយដែលអ្នកនឹងត្រូវលេងជាថ្មីម្ដងទៀតនៅពេលក្រោយប្រសិនបើអ្នកចុចឈ្មោះដោយបង្កើតកណនី email នោះរាល់ព័ត៌មានដែលអ្នកបានលេងហើយត្រូវបានស្តុកទុកក្នុង Swipe Safe App អ្នកអាចប្រើប្រាស់ app នេះតាមរយៈពីររបៀបគឺការចុះឈ្មោះក្នុង app ជាផ្លូវការឬចុះឈ្មោះជាភ្ញៀវនេះជារបៀបចូលលេងដែលការបង្កើតកណនីដើម្បីចុះឈ្មោះចូលទៅកាន់ Google រួចសរសេរពាក្យថា www.swipesafe.org ឬ scan QR នោះអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងសម្រាប់ចុះឈ្មោះសូមបំពេញព័ត៌មានដូចជាឈ្មោះ email អាយុរបស់អ្នកប្រសិនបើអ្នកកំពុងចូលរួមវគ្គបណ្ដុះបណ្ដាល Swipe Safe ចូលទៅក្នុងប្រអប់ខាងក្រោម and write I am at school doing Swipe Safe សូមចុចទៅកាន់ email ដែលអ្នកបានចុះឈ្មោះដើម្បីទទួលបានពាក្យសម្ងាត់បណ្ដោះអាសន្នបន្ទាប់មកចូលតាមរយៈតំណភ្ជាប់នេះឬ QR code បញ្ចូល email ដែលអ្នកបានចុះឈ្មោះបន្ទាប់មកបញ្ចូលលេខសម្ងាត់ដែលអ្នកទាំងអស់គ្នាបានទទួលបន្ទាប់មកអ្នកអាចចូលប្រើប្រាស់បានហើយនៅពេលដែលអ្នកចង់ប្រើប្រាស់ម្ដងទៀតគ្រាន់តែបញ្ចូល email និងលេខសម្ងាត់ជាការស្រេចនេះជារបៀបចូលរួមលេងជាភ្ញៀវអ្នកទាំងអស់គ្នាចូលតាមរយៈតំណភ្ជាប់នេះ scan QR សូមជ្រើសរើសពាក្យលេងជាភ្ញៀវជាការស្រេចនៅក្នុងការប្រើប្រាស់ app នេះអ្នកទាំងអស់គ្នាអាចបង្កើតផែនការសុវត្ថិភាពដោយខ្លួនឯងលើពីនេះអ្នកទាំងអស់គ្នានឹងជួយមនុស្សជុំវិញខ្លួនក្នុងការបញ្ចេញមតិក្នុងបណ្ដាញសង្គមដោយត្រឹមត្រូវរួមទាំងកាត់ពីការបង្ហាញឬបង្ហោះអ្វីមួយនៅក្នុងបណ្ដាញសង្គមដើម្បីធានាថាមាតិការបស់អ្នកទាំងអស់គ្នាមិនប៉ះពាល់ខ្លួនឯងនិងអ្នកដទៃហើយអ្នកទាំងអស់គ្នានឹងយល់ដឹងពីការប្រើប្រាស់ដោយការគោរពគ្នាទៅវិញទៅមកអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងពីមេរៀនដែលមានដូចជាកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិតការទទួលខុសត្រូវតាមប្រព័ន្ធអនឡាញប្រភពព័ត៌មានការចែករំលែកព័ត៌មានច្រើនពេកការរកគុណតាមប្រព័ន្ធអនឡាញការលួងលោមតាមប្រព័ន្ធអនឡាញតើខ្ញុំកំពុងនិយាយជាមួយនឹងអ្នកណាតាមប្រព័ន្ធអនឡាញការបោកប្រាស់និងលួចកណនីតាមប្រព័ន្ធអនឡាញមាតិកាមានលក្ខណៈប្រមាថនិងបង្កគ្រោះថ្នាក់ការចំណាយពេលច្រើនពេកតាមប្រព័ន្ធអនឡាញឱកាសតាមអនឡាញនិងហ្គេមអនឡាញលេង Swipe Safe ឥឡូវនេះដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកជុំវិញខ្លួន Swipe Safe App តែងតែធ្វើបច្ចុប្បន្នភាពជាប្រចាំ Save you, save me, Swipe Safe